ដំបូងមានយុវវ័យជីវិតយើងមិនមែនជាការប៉ាណាំងទេកុំប្រៀបធៀបជីវិតខ្លួនឯងទៅនឹងអ្នកដទៃលុយវាអត់កើតលើដើមឈើទេរៀនចាយឲ្យតិចជាងចំណូលយើងមិនមែនជាកូនសេដ្ឋីទេទិញរបស់ត្រូវការកុំទិញតាមគេរៀនទទួលស្គាល់ថារឿងខ្លះវាត្រូវតែកើតឡើងកុំ stress ច្រើនពេកហើយទទួលយកវានិយាយច្រើនអត់ប្រយោជន៍រៀននិយាយឲ្យតិចសង្កេតឲ្យច្រើនកុំធ្វើចរិតប្រុសស្អាតស្រីស្អាតបើត្រូវការជំនួយបើកមាត់បន្តិចទៅយើងមិនមែនជាព្រះទេកុំព្យាយាមយល់ចិត្តមនុស្សគ្រប់គ្នាយល់ព្រមជាមួយគេមានន័យថាយើងត្រូវចំណាយពេលនិងកម្លាំងបើអាចបដិសេធបានបដិសេធខ្លះទៅរឿងឲ្យបានប្រយោជន៍គោលដៅច្រើនពេកវាធ្វើឲ្យយើងច្បោកច្បល់ផ្ដោតទៅលើតែអាណាសំខាន់បានហើយមើលទូរស័ព្ទច្រើនពេកប្រយ័ត្នឡប់ខួរកាត់បន្ថយខ្លះទៅគេងគ្រប់គ្រាន់ជីវិតរីករាយគ្រប់គ្រងការគេងឲ្យបានល្អពេលខ្លះកុំគិតច្រើនពេកកុំសុញច្រើនពេកសម្រេចចិត្តហើយបន្តទៅមុខទៀតពេលឥឡូវមានតែម្ដងទេរៀនរស់នៅក្នុងពេលបច្ចុប្បន្ននៅម្នាក់ឯងជាភាពស្ងប់សុខរៀនរីករាយនៅជាមួយខ្លួនឯងស្រឡាញ់ខ្លួនឯងមើលថែខ្លួនឯងទាំងផ្លូវកាយនិងផ្លូវចិត្តបើធ្វើហើយស្ដាយក្រោយកុំធ្វើអី